ក្រោយបទពិសោធន៍សង្គ្រាមជាមួយអាមេរិករយៈពេល5 ខែមីស៊ីលរបស់អ៊ីរ៉ង់បានប្រែក្លាយពីអាវុធធម្មតាទៅជាអាវុធទំនើបនិងកាន់តែឆ្លាតវៃជាងមុនដោយឈានទៅដល់ការចេះហោះកិច្ចចេញពីសំណាញ់មេឃរបស់ទីក្រុង Washington ដោយខ្លួនឯងបើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកចេញផ្សាយដោយ First Post កាលពីថ្ងៃអង្គារបានដឹងថាបច្ចុប្បន្ននេះគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់អាចធ្វើការផ្លាស់ប្ដូរទិសដៅឬក៏ធ្វើចលនាកិច្ចវេះនៅដំណាក់កាលចុងក្រោយមុនពេលវាប្រហារទៅលើគោលដៅរបាយការណ៍ដដែលបញ្ជាក់ថាកត្តាដែលធ្វើឲ្យគ្រាប់មីស៊ីលអ៊ីរ៉ង់កាន់តែឆ្លាតវៃបែបនេះគឺដោយសារតែត្រូវបានបំពាក់ដោយប្រព័ន្ធបញ្ជាទិសដៅ TVN និងមានស្លាបតូចៗដែលជួយឲ្យពួកវាអាចគេចផុតពីការស្ទាក់ចាប់របស់ប្រព័ន្ធបាញ់ការពារទប់ស្កាត់មីស៊ីលក្នុងចំណោមមីស៊ីលផ្លោងឆ្លាតវៃទាំងនោះរួមមានមីស៊ីលប្រភេទ Ahmad មីស៊ីល Gad មីស៊ីល Fatawan និងមីស៊ីល Karbala Shakan ជាដើមជាក់ស្ដែងអ៊ីរ៉ង់បានប្រើប្រាស់មីស៊ីលទាំង4ប្រភេទនេះដើម្បីវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់អាមេរិករួមមានមូលដ្ឋាន Muvafab និង Abgaba នៅក្នុងប្រទេស Jordani មូលដ្ឋាន Qam Judairi និងមូលដ្ឋាន Ali Al Salem នៅក្នុងប្រទេស Kuwait ព្រមទាំងមូលដ្ឋានផ្សេងទៀតនៅក្នុងប្រទេសបារ៉ែននិងកាតាផងដែរអ្នកវិភាគនៅ First Post មើលឃើញថានេះគឺជាយុទ្ធសាស្ត្រថ្មីរបស់អ៊ីរ៉ង់ដោយបដូរពីការបាញ់មីស៊ីលផ្លោងម្ដងរាប់រយគ្រាប់នៅក្នុងពេលចាប់ផ្ដើមសង្គ្រាមមកបាញ់ក្នុងចំនួនតិចតួចប៉ុន្តែគឺត្រូវចំគោលដៅនិងពិបាកស្ទាក់ចាប់បានជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់របស់អាមេរិកក៏បានសន្និដ្ឋានដែរថាកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់នៅតែបន្តរីកចម្រើនបើទោះបីជាមានការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់អាមេរិកនិងអ៊ីស្រាអែលអស់រយៈពេល75 ខែក៏ដោយដែលបញ្ហានេះបានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់ទីក្រុង Washington អំពីប្រសិទ្ធភាពរយៈពេលវែងនៃយុទ្ធនាការយោធាមួយនេះការវិតម្លៃផ្នែកស៊ើបការណ៍សម្ងាត់បានបង្ហាញថាបើទោះបីជាកន្លែងផលិតនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បាញ់បង្ហោះមីស៊ីលបានរងការខូចខាតក៏ដោយក៏អ៊ីរ៉ង់នៅតែរក្សាបាននូវសមត្ថភាពអភិវឌ្ឍមីស៊ីលក្នុងកម្រិតដ៏សំខាន់មួយហើយនៅតែបន្តការលម្អទាំងសមត្ថភាពប្រតិបត្តិការនិងលទ្ធភាពនៅក្នុងការរក្សាឃ្លាំងអាវុធរបស់ខ្លួនឲ្យនៅគង់វង្ស